បាទសួស្តីអតិថិជនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកអំពីសមត្ថភាពនៃម៉ាស៊ីនកាត់ដែកត្រជាក់ដែលវាមិនដូចជាម៉ាស៊ីនកាត់ដែកផ្លែថ្មធម្មតាទេតែវាជាម៉ាស៊ីនកាត់ដែកដែលប្រើផ្លែដែកមានធ្មេញផលិតពីវត្ថុធាតុដើមប្រើប្រាស់បានយូរអ្នកត្រូវតែប្រើប្រាស់វាដោយប្រុងប្រយ័ត្នព្រោះវាមិនថោកទេប៉ុន្តែលទ្ធផលដែលអ្នកទទួលបានគឺมันអាចប្រៀបធៀបជាមួយនឹងផ្លែដែកនេះបានទេនិយាយរួមគឺលទ្ធផលខុសគ្នាឆ្ងាយខ្លាំងណាស់អ្វីដែលអ្នកឃើញនៅក្នុងវីដេអូនេះមិនមែនជាការបង្កើនល្បឿនឬវីដេអូខ្លីប៉ុន្តែនេះជាវីដេអូពិតក្នុងការកាត់ជាក់ស្ដែងឥឡូវនេះអ្នកឃើញយើងកាត់ដែកធ្នឹម E ទំហំ100 គុណនឹង200មីលីម៉ែត្រដែលមានកម្រាស់ជញ្ជាំង6មីលីម៉ែត្រម៉ាស៊ីនកាត់ដែកនេះមិនត្រូវបានរចនាបថឡើងសម្រាប់កាត់ធ្នឹមនិងរចនាសម្ព័ន្ធដែកធំទេប៉ុន្តែខ្ញុំចង់បង្ហាញពីសមត្ថភាពនៃការកាត់អតិបរមានៃម៉ាស៊ីននេះអ្នកមិនចាំបាច់សង្កត់លើម៉ាស៊ីននេះទេម៉ាស៊ីននេះនឹងផ្លាស់ទីកាត់យ៉ាងរលូនក្រោមទម្ងន់ដៃរបស់អ្នកវាកាត់ជញ្ជាំងបញ្ឈរបានយ៉ាងលឿននិងជញ្ជាំងផ្ដេករាងយឺតបន្តិចសូមក្រឡេកមើលភាពខុសគ្នារវាងការកាត់ដែលធ្វើឡើងនៅរោងចក្រដោយប្រើម៉ាស៊ីន Plasma និងការកាត់ដែលធ្វើឡើងដោយម៉ាស៊ីនរបស់យើងត្រង់លឿននិងស្អាតប៉ុន្តែគោលដៅសំខាន់នៃម៉ាស៊ីនកាត់ដែកនេះគឺដើម្បីកាត់ដែកទីបដែលមានទំហំនិងអង្កត់ផ្ចិតផ្សេងគ្នាយ៉ាងច្បាស់លាស់និងស្មើគ្នាម៉ាស៊ីនកាត់ដែកនេះអាចកាត់ដែកបានយ៉ាងត្រឹមត្រូវសូម្បីតែ 1/10 មីលីម៉ែត្រក៏ដោយសូមក្រឡេកមើលថាតើរង្វង់ដែលយើងអាចកាត់ដែកស្ដើងបានយ៉ាងងាយស្រួលប៉ុណ្ណាម៉ាស៊ីនកាត់ដែកនេះត្រូវបានរចនាបថឡើងសម្រាប់ការងារដោយប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ហើយវាមិនអត់ទោសឲ្យការធ្វេសប្រហែសរបស់យើងឡើយអ្នកត្រូវចាប់ផ្ដើមកាត់យឺតៗដោយប្រុងប្រយ័ត្នកុំសង្កត់ខ្លាំងទៅលើម៉ាស៊ីនកាត់ហើយធានាថាបំណែកដែកសម្រាប់កាត់ត្រូវបានគៀបយ៉ាងរឹងមាំជាមួយនឹងអង្គុំមើលអ្វីដែលបានកើតឡើងនៅពេលដែលយើងមិនបានរឹតឲ្យតឹងហើយសង្កត់ខ្លាំងពេកលើម៉ាស៊ីនកាត់បំណែកដែលត្រូវកាត់លូតចេញហើយផ្លែត្រូវបានខូចហើយត្រូវតែដូរថ្មីប្រសិនបើអ្នកធ្វើតាមការណែនាំនៃប្រតិបត្តិការអ្នកនឹងទទួលបានលទ្ធផលល្អឥតខ្ចោះសូមក្រឡេកមើលសន្លាក់ដែលយើងបានកាត់ជាមួយនឹងម៉ាស៊ីននេះល្អឥតខ្ចោះការផ្សារសន្លាក់បែបនេះគឺពិតជារីករាយខ្លាំងណាស់ហាងរបស់យើងខ្ញុំមានម៉ូទ័រកាត់ដែកចំនួន 2-3 model ហើយក៏មានផ្លែសម្រាប់ពួកវាផងដែរសូមអញ្ជើញមកសាកល្បងទាំងអស់គ្នាជាមួយនឹងការកាត់ដែកបាទអញ្ជើញមកទាំងអស់គ្នា